ទូតកម្ពុជាចិនបដិញ្ញាចិត្តដល់មុតមមក្នុងការពង្រឹងបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការផ្នែកនយោបាយការពារជាតិសន្តិសុខនិងសេដ្ឋកិច្ចព្រមទាំងបន្តពង្រឹងទំនុកចិត្តផ្នែកនយោបាយដ៏រឹងមាំនិងមិត្តភាពដៃថែបរាជធានីភ្នំពេញនៅក្នុងជំនួបទ្វេភាគីនាថ្ងៃទី23ខែមេសាឆ្នាំ2026នេះប្រមុខការទូតកម្ពុជាចិនបានបដិញ្ញាចិត្តដល់មុខមាត់របស់ខ្លួនក្នុងការពង្រឹងបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការផ្នែកនយោបាយការពារជាតិសន្តិសុខនិងសេដ្ឋកិច្ចព្រមទាំងបន្តពង្រឹងទំនុកចិត្តផ្នែកនយោបាយដ៏រឹងមាំនិងមិត្តភាពដៃថែបរវាងកម្ពុជានិងចិនឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានជួបនឹងពិភាក្សាស៊ីជម្រៅជាមួយនឹងលោកវ៉ាងយីរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនអំឡុងពេលប្រមុខការទូតចិនរូបនេះមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាបន្ទាប់ពីការចូលរួមកិច្ចប្រជុំលើកទី1នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ 2+2 រវាងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរនៅទីក្រុងភ្នំពេញក្រសួងការបរទេសបានអាងថានៅក្នុងជំនុំនេះភាគីទាំងពីរបានគូបញ្ជាក់សារជាថ្មីនៃការបដិញ្ញាចិត្តដល់មុតមមរបស់ខ្លួនក្នុងការពង្រឹងបន្ថែមទៀតនៅកិច្ចសហប្រតិបត្តិការផ្នែកនយោបាយការពារជាតិសន្តិសុខនិងសេដ្ឋកិច្ចព្រមទាំងបន្តពង្រឹងទំនុកចិត្តផ្នែកនយោបាយដ៏រឹងមាំនិងមិត្តភាពដៃថែបរវាងកម្ពុជានិងចិនការពិភាក្សានេះបានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរួមមានកិច្ចការនយោបាយនិងសន្តិសុខពាណិជ្ជកម្មការវិនិយោគនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកសិកម្មកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជនទាំងពីររដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានផ្លាស់ប្ដូរទស្សនៈលើបញ្ហាក្នុងតំបន់អន្តរជាតិដែលជាការយកចិត្តទុកដាក់រួមក្នុងការគោរពច្បាប់អន្តរជាតិនិងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជានិងថៃផងដែរ